ชีวิตខ្ញុំអើយធ្លាប់សើចសប្បាយឥឡូវប្រែคล้ายបែរទៅជាទុក្ខជំងឺបៀតបៀនទាំងថ្ងៃទាំងយប់គេងក្នុងបន្ទប់ដូចមនុស្សពីការគាតាមចងខ្ញុំមិនតូចចិត្តព្រោះព្រមលិខិតកំណត់បានចាខ្ញុំមិនខឹងទេគឺជាវាសនាក៏ជាដំរាលើរូបខ្ញុំកាលនៅពីក្មេងស្ទើរស្លាប់ស្ទើររស់មិននឹកស្មានសោះថាបានសុខឃុំជីវិតល្អហើយដេចឡាយរូបខ្ញុំមកជួបពីរុនខ្ញុំស្ទើរមរណាមិនស្ដាយទេរឿងខ្សែជីវិតបើសិនខ្ញុំពិតលាចាកលោកកាមិនសោកស្ដាយទេតួសូនសង្ខារធ្វើមិនតិចវាសនាកំណត់